Hai đầu ấy year-end closing សំខាន់សម្រាប់អាជីវកម្មការបិទបញ្ជីមិនមែនជាការបិទលេខទេប៉ុន្តែជាការបើកភ្នែកឲ្យម្ចាស់អាជីវកម្មមើលឃើញការពិតសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូចែករំលែកប្រធានបទ year-end closing ដែលបង្កើតឡើងសម្រាប់ម្ចាស់អាជីវកម្មដែលចង់ដឹងពីលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឬក៏បញ្ជីរបស់ខ្លួន accountant ដែលចង់បង្កើនជំនាញវិជ្ជាជីវៈ professional skill finance manager ដែលចង់មាន closing system ដ៏ល្អនិងត្រឹមត្រូវនិស្សិតគណនេយ្យដែលចង់យល់អំពីការងារអនុវត្តជាក់ស្ដែងឬក៏ពិតថ្ងៃនេះយើងនឹងចាប់ផ្ដើមជាមួយនឹងប្រធានបទសំខាន់បំផុតហេតុអ្វី year-end closing សំខាន់សម្រាប់អាជីវកម្មមនុស្សជាច្រើនគិតថាការបិទបញ្ជីគឺជាការងាររបស់ accountant តែប៉ុណ្ណោះនៅពេលចុងឆ្នាំមកដល់ accountant ចាប់ផ្ដើមប្រមូល invoice receipt bank statement ហើយបញ្ចូលទៅក្នុង Excel ឬក៏ accounting software ប៉ុន្តែការពិត year-end closing គឺជាដំណើរការដែលបង្ហាញអំពីសុខភាពពិតប្រាកដរបស់អាជីវកម្មក្រុមហ៊ុនដែលលក់ច្រើនតែគ្មានលុយខ្ញុំចង់ចែករំលែកករណីសិក្សាមួយដល់អ្នកទាំងអស់គ្នាមានក្រុមហ៊ុនមួយក្នុងរយៈពេល1ឆ្នាំពួកគាត់លក់បានច្រើនណាស់ revenue គាត់កើនពី$1 លានរហូតដល់$2 លានហើយម្ចាស់ក្រុមហ៊ុនគាត់មានអារម្មណ៍ថាឆ្នាំនេះគឺល្អណាស់អាជីវកម្មគាត់កំពុងតែរីកចម្រើនប៉ុន្តែដល់ចុងឆ្នាំនៅពេលដែល accountant រៀបចំរបាយការណ៍ហិរញ្ញវត្ថុបានរកឃើញបញ្ហាមួយចំនួន customer មិនទាន់បង់ប្រាក់ច្រើន inventory មានជាប់គាំង stock ឬក៏កប់ stock expense ខ្លះមិនទាន់បានកត់ត្រា supplier payable មិនទាន់បានបង្ហាញពេញលេញចុងក្រោយលេខ profit ដែលនៅលើ report ឬក៏នៅលើរបាយការណ៍ហ្នឹងមិនមែនជារូបភាពពិតទេហើយម្ចាស់អាជីវកម្មគាត់សួរថាហេតុអ្វីបានជាក្រុមហ៊ុនមាន profit ប៉ុន្តែ cash មិនគ្រប់គ្រាន់ឬក៏អត់មានសាច់ប្រាក់នេះជាបញ្ហាកើតឡើងញឹកញាប់នៅពេលដែលក្រុមហ៊ុនមិនមាន professional closing system តើ year-end closing នឹងជាអ្វី year-end closing គឺជាដំណើរការពីការប្រមូលប្រតិបត្តិការដែលកើតឡើងនៅក្នុងអាជីវកម្មទាំងអស់ក្នុងការីរហូតដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ financial statement ដែលអាចទុកចិត្តបាន process នេះជាទូទៅមាន step ទី1គឺ collect document ប្រមូលឯកសារដូចជា sale invoice purchase invoice receipt payment voucher bank statement ឬក៏ service agreement ឬក៏ contract ជាដើម step ទី2 review transaction ពិនិត្យថា transaction ទាំងអស់ត្រូវបានកត់ត្រាត្រឹមត្រូវដែរឬអត់ step ទី3 reconciliation ការធ្វើការផ្ទៀងផ្ទាត់ឬក៏ប្រៀបធៀបសម្រាប់ bank balance customer balance supplier balance ហើយនិង inventory balance step ទី4 adjustment entry ការកែតម្រូវឬក៏ការធ្វើនិយត្តកម្មទាក់ទងទៅនឹង accrued expense prepaid expense depreciation inventory adjustment ឬក៏ tax liability step ទី5គឺជាដំណើរការនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យចេញទៅជា income statement balance sheet cash flow statement ហេតុអ្វីម្ចាស់អាជីវកម្មត្រូវយល់អំពីការបិទបញ្ជីនេះទី1គឺដើម្បីដឹងថាអាជីវកម្មចំណេញឬក៏ខាតពិតប្រាកដមនុស្សជាច្រើនគាត់មើលតែការលក់ប៉ុន្តែការលក់ឬក៏ចំណូលហ្នឹងមិនមែនជាប្រាក់ចំណេញឬក៏ជា profit ទេឧទាហរណ៍យើងលក់បាន$10,000ថ្លៃដើម$70,000 expense $25,000 អញ្ចឹង profit ពិតប្រាកដរបស់យើងគឺតែ$5,000 ទេបើมันមានការបិទបញ្ជីត្រឹមត្រូវទេម្ចាស់អាជីវកម្មអាចនឹងគិតថាខ្ញុំចំណេញច្រើនប៉ុន្តែការពិតការគិតរបស់គាត់ហ្នឹងគឺមិនត្រឹមត្រូវទេចំណុចទី2គឺដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ financial statement គឺជាភាសារបស់អាជីវកម្មវាឆ្លើយទៅនឹងសំណួរថាតើគួរពង្រីកអាជីវកម្មទេគួរខ្ចីប្រាក់ទេតើផលិតផលណាចំណេញតើចំណាយណាដែលខ្ពស់ពេកហើយចំណុចទី3គឺដើម្បីកាត់បន្ថយនៅហានិភ័យពន្ធឬក៏ហានិភ័យផ្លូវច្បាប់ financial statement មិនត្រឹមត្រូវគឺអាចបង្កើតឲ្យមានបញ្ហាដូចជាចំណាយមិនមានឯកសារគាំទ្រដែលយើងស្គាល់ថា expense មិនមាន supporting document ចំណូលមិនត្រូវគ្នាមិនត្រឹមត្រូវការទទួលស្គាល់ចំណូលមិនបានត្រឹមត្រូវ balance
มันអាចបញ្យល់បានឬក៏សមតលឬក៏ទឹកប្រាក់ឬក៏តួលេខហ្នឹងគឺมันអាចបញ្យល់ឬក៏បកស្រាយបានការបិទបញ្ជីល្អគឺជាការការពារហានិភ័យពន្ធ The difference between normal closing ជាមួយនឹង professional closing តកតងទៅនឹងការបិទបញ្ជីធម្មតាគឺរងចាំតចុងឆ្នាំបានយើងចាប់ផ្ដើមប្រមូលឯកសារហើយមានការកែប្រែច្រើនហើយនៅពេលដែលយើងធ្វើគឺ report របស់យើងគឺបិទបែបបញ្ញាបញ្ញាដោយឡែកសម្រាប់ professional closing system គឺទី1មាន closing calendar ឬក៏ schedule ទី2គឺមាន checklist ទី3មានអ្នកទទួលខុសត្រូវ responsibility ទី4គឺមាន review process ដំណើរការនៃការត្រួតពិនិត្យនៅការកត់ត្រានិងទី5 documentation professional account គឺមិនរងចាំតលតែបញ្ហាកើតឡើងទេគាត់រៀបចំ system ដើម្បីការពារបញ្ហា practical checklist សម្រាប់ម្ចាស់អាជីវកម្មមុនបិទបញ្ជីប្រចាំឆ្នាំយើងអាចសួរខ្លួនឯងបន្ថែមថាតើ cash balance នឹងត្រឹមត្រូវទេតើ bank reconciliation បានធ្វើរួចរាល់ហើយនៅតើ customer ត្រូវទទួលប្រាក់ប្រមាណឬក៏ RA ដែលយើងត្រូវប្រមូល collection ឬក៏ customer balance ហ្នឹងវា reconcile នៅតើ supplier ដែលយើងត្រូវបង់ហ្នឹងមាន balance ចុងក្រោយនៅសល់ប្រមាណឬក៏ AP aging របស់យើងនៅសល់ប្រមាណតើ inventory មានប្រមាណតើ fixed asset បានគណនា depreciation ហើយនៅតើ tax document របស់យើងគ្រប់គ្រាន់ដែរអត់បើចម្លើយគឺមិនទាន់នោះមានន័យថា closing system របស់យើងគឺនៅមានហានិភ័យពិតប្រាកដណាស់ឆ្នាំថ្មីមិនគួរចាប់ផ្ដើមដោយការស្មានទេវាគួរតែជាការចាប់ផ្ដើមដោយ financial information ដែលត្រឹមត្រូវ year end closing មិនមែនជាការងារដែលធ្វើដើម្បីឲ្យ account តែប៉ុណ្ណោះទេឬក៏មិនមែនជាការងារដែលធ្វើដើម្បីតែគណនេយ្យប៉ុណ្ណោះទេវាជាការងារដែលធ្វើឡើងដើម្បីទី1គឺការពារអាជីវកម្មទី2គឺបង្កើនការគ្រប់គ្រងទី3គឺសម្រាប់ធ្វើការសម្រេចចិត្តហើយនឹងទី4សម្រាប់រៀបចំផែនការអាជីវកម្មឬក៏ការលូតលាស់នៅក្នុងកូរ៉េបន្ទាប់ឬក្នុងឆ្នាំបន្ទាប់សូមចាំថាអាជីវកម្មដែលមិនដឹងលេខរបស់ខ្លួនគឺដូចជាការបើកឡានពេលយប់ដោយគ្មានភ្លើងអញ្ចឹងនេះជាភាគ1ឬក៏ជាវីដេអូទី1ដែលខ្ញុំរៀបចំឡើងសម្រាប់ចែករំលែកដល់ទាំងអស់គ្នាអំពី year end closing ហើយនៅក្នុងវីដេអូទី2យើងនឹងស្វែងយល់បន្ថែមអំពី year end closing process ពី transaction រហូតទៅដល់ financial statement ដោយ professional workflow សូមអរគុណនៅការចំណាយពេលដ៏មានតម្លៃលើប្រធានបទថ្ងៃនេះយើងនឹងជួបគ្នានៅវីដេអូបន្ទាប់